bạn group chụp đẹp xua thì cần thân năng nó nâng phong bay bọc ôn từ học nè bạn nó không video này cứ trong bằng hai ông pí group biết bầm pin account rồi bao dưỡng ở group lệ khăn bay chụp nội bạn chẳng chi chụp hiên là bốn cứ dương trôi được nông app bao dưỡng máuឬក៏ចូលទៅក្នុង website ក៏បានដែរចេញមករបៀបនេះដាក់ ID យើងចូលដាក់ password យើងចូលហើយយើងធ្វើការចុចចូលតែម្ដងបាទបន្ទាប់ពីធ្វើការចុចចូលហើយអញ្ចឹងលេខកូដរបស់យើងនេះគឺទាមទារឲ្យយើងចុចទិញឬក៏ដំឡើងនៅមុខងារ KYC បាទចុចទិញច្រើនដល់អញ្ចឹងនេះគឺយើងបំពេញមុខងារ scan មុខណា KYC ណាបងប្អូនអរគ្នាបាទបើយើងអត់ទាន់ចេញមកអញ្ចឹងទេគឺវាលោតឲ្យយើងចុចទិញសិនអញ្ចឹងដើម្បីយើងអាចដំណើរការលេខកូដបានគឺយើងត្រូវមានលុយនៅក្នុងលេខកូដរបស់យើងនេះចំនួន$3កន្លះ$3កន្លះដើម្បីដំណើរការមុខងារទាំង3ហ្នឹងឲ្យគ្រប់លក្ខខណ្ឌឥឡូវនេះគឺបានធ្វើការចុចទិញនៅមុខងារ KYC រួចហើយក៏លោតមករបៀបនេះដើម្បីឲ្យយើង scan មុខបាទនេះគេហៅថាមុខងារ KYC បាទអញ្ចឹងយើងធ្វើការ scan មុខតែម្ដងទៅបាទពេលដែលចេញមករបៀបនេះគឺយើងចុចតាមវាទៅបាទនេះចុចថតមកបាទចុចថត selfie មកហើយបាទចុចបន្ទាប់អត់តម្រូវឲ្យពាក្យមួកអត់តម្រូវឲ្យពាក្យវ៉ែនតាទេហើយក៏អត់តម្រូវឲ្យនៅកន្លែងងងឹតដែរគឺនៅកន្លែងភ្លឺអូខេអញ្ចឹងពុកម៉ែបងប្អូនអ្នកគ្នាបាទបន្ទាប់ពីមកយើងចាប់ផ្ដើមមកតោះចាប់ផ្ដើម scan បាទជុំនៅស្ងៀមមកនេះបាទមិនខ្ញុំទៅហ្នឹងអូខេងាកឆ្វេងងាកស្ដាំបាទងើយឡើងលើអនចុះក្រោមអូខេបន្ទាប់អំពីបានផ្ទៀងផ្ទាត់រួចរាល់ហើយគឺយើងធ្វើការដាក់ស្នើ KYC នៅពេលនោះ admin គេនឹង accept បាទ accept ទៅលើ KYC ហ្នឹងបាទអរគុណបាទឥឡូវនេះបានដាក់ស្នើទៅហើយបាទដាក់ស្នើហើយចឹងរងចាំ approve តិចសិនបាទចឹងបងប្អូនបន្ទាប់អំពីបានផ្ទៀងផ្ទាត់ហើយយើង refresh តិចមកបាទ refresh មកអូខេអញ្ចឹងយើងចូលមកត្រី3មកដើម្បីយើងពិនិត្យមើលមុខងាររបស់យើងដែលយើងត្រូវបន្តដំណើរដើម្បីទៅ activate ហ្នឹងណាយើងចូលត្រី3មកហើយយកពាក្យថាបើកដំណើរការមុខងារអញ្ចឹងការបើកដំណើរការមុខងារនេះគឺយើងបានទិញមុខងារមួយហើយគឺមុខងារ KYC អញ្ចឹងយើងទៅទិញមុខងារអីមួយទៀតគឺមុខងារ Tree Account មុខងារ Tree Account គឺជាមុខងារដ៏សំខាន់មួយដែលយើងអាចបង្កើតលេខកូដបន្តពីយើងឲ្យទៅកាន់កូនក្រុមរបស់យើងបានបាទបើសិនជាយើងអត់ទិញមុខងារមួយហ្នឹងទេគឺมันអាចបង្កើតលេខកូដឲ្យដៃគូរបស់យើងបានទេបងប្អូនយើងបានទេអត់បានទេអញ្ចឹងយើងត្រូវចុចទិញសិនអញ្ចឹងយើងចុចទិញមកបាទចុចទិញបាទចុច activate ឥឡូវនេះបាទយកប្រងអូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងយើងអាច sign up account បន្តឲ្យដៃគូរបស់យើងបានហើយអញ្ចឹងចំណុចទី3គឺយើងចុចទិញគឺមុខងារ activate my personal bio ជាព័ត៌មានផ្ទាល់ខ្លួនសម្រាប់យើង show បង្ហាញទៅកាន់មហាជនឲ្យគេមើលឃើញថាយើងគឺជានរណាភាពជានរណារបស់យើងត្រូវបានមើលឃើញតាមរយៈ bio បាទយើងចុចទិញមួយទៀតមកចុចទិញមកអាចទៅទិញ activate លើនេះអាចរីរាល់ហើយបន្ទាប់មកទៀតបាទយើងគឺធ្វើការបំពេញ bio គឺនៅខាងលើនេះត្រី3បាទត្រី3មកហើយយើងយកពាក្យថាគណនីរបស់ខ្ញុំហើយយើងយកពាក្យថា bio ផ្ទាល់ខ្លួនបាទហើយយើងយកកន្លែងនេះគឺជ្រើសរើសយករូបភាពបាទយករូបភាពមួយមកបាទអូខេអញ្ចឹងខ្ញុំដាក់រូបនេះសិនទៅបដោះសិន
បាទឧទាហរណ៍នេះជារូបភាពបងប្អូនណាបាទផ្លែកនេះគឺដាក់ឈ្មោះយើងមកបាទឈ្មោះឲ្យគេបាទបាទអូខេផ្លែកនេះឲ្យគេបាទជាបរិយាយអំពីខ្លួនយើងណាតែយើងកំពុងធ្វើអីរាល់ថ្ងៃដើម្បីអីចុចបរិយាយទៅបាទអញ្ចឹងខ្ញុំសុំដាក់បដោះសន្នសិនបាទអូខេតែនេះគឺជំនាញបាទជំនាញ leader ដឹកនាំបាទអូខេអញ្ចឹងកន្លែងនេះយើងមានបាទ link profile Facebook យើងដាក់ចូលមក link Telegram របស់យើងដាក់ចូលមក link បណ្ដាញសង្គម SGM ហ្នឹងដាក់ចូលមកបាទបើមានណាបើមិនមានទេមិនទាន់ដាក់ក៏បានដែរចាំពីក្រោយកន្លែងនេះគឺសម្រាប់យើងដាក់ banner អាជីវកម្មរបស់យើងបើសិនជាយើងមានអាជីវកម្មយើងមាន banner អាជីវកម្មរបស់យើងហើយអញ្ចឹងយើង upload ចូលមកអូខេបន្ទាប់មកយើងចុចរសារទុកមកគឺរួចជាការស្រេចបាទរួចរាល់ហើយអស់ហើយបងប្អូនបាទហើយអស់ហើយអញ្ចឹងការបំពេញឲ្យគ្រប់លក្ខខណ្ឌគឺមាន3ចំណុចនេះឯងអញ្ចឹងយើងគ្រប់លក្ខខណ្ឌអស់ហើយបាទសូមអរគុណច្រើនបាទអញ្ចឹងធ្វើតាមហ្នឹងណាបងប្អូនមិនថានៅក្រៅប្រទេសក្នុងប្រទេសទេនៅឆ្ងាយឬក៏នៅជិតទេគឺធ្វើបានទាំងអស់គ្នាធ្វើបានដូចគ្នាបាទសូមអរគុណ